ថ្មីមកដល់ទៀតណាបងប្អូនទាំងអស់គ្នាអញ្ចឹងមុននឹងបញ្ជាក់លម្អិតមួយខ្ញុំបញ្ជាក់ជូនបងប្អូនសិនសម្រាប់ទីតាំងលក់គឺនៅខាងខេត្តបាត់ដំបងផ្សារពុពុយនៅក្នុងផ្សារបងប្អូនតាមបណ្ដាខេត្តមានសេវាផ្ទះបានគ្រប់ខេត្តក្រុងអីបានដល់ដែរទូទាត់មួយអ្នកដឹងជូនក៏បានតែបងប្អូនត្រូវទូទាត់ថ្លៃដឹងជូន 3000 ទៅ 10000 តាមទីតាំងចិត្តឆ្ងាយខ្ញុំសិនតែបើសិនជាបងប្អូនភេថ្លៃអីបានអស់ free ដឹកគ្រប់ខេត្តក្រុងតែម្ដងអូខេមកថ្ងៃនេះជាមួយនឹង Oppo A5s ស្អាតអាវ៉ានេះស្អាតភ្លឹងណាបងប្អូនទាំងអស់គ្នាជាប់តែស្នាមកញ្ចៅដៃទេហើយជាមួយនឹងតម្លៃគេត្រឹមតែ 120,000 ទេណាបងប្អូនទាំងអស់គ្នា 120,000 ហើយបងប្អូនបានទៅជាឈុតទៀតមានសំទូរស័ព្ទឆ្នាំងសាកជាមួយនឹង screen ទៅផងដែរណាហើយកាមេរ៉ាគេអីច្បាស់មួយអែមហ្មងបងប្អូនទាំងអស់គ្នាកាមេរ៉ាមុខកាមេរ៉ាក្រោយអីច្បាស់មួយអែមទទួលយកបានហើយកម្លាំងម៉ាស៊ីនរបស់គេវិញអូខេគឺមកជាមួយ RAM 3ក៏ដូចជា memory ទំហំ 32GB ផងដែរ Oppo A5s ណាបងប្អូនទាំងអស់គ្នាការដាក់ SIM card អីសេវាពេញ internet 4G អីដំណើរការរលូនទៅតែម្ដងតែអ្វីដែលគេស្ទើរគឺស្ទើរនៅត្រង់នេះណាចាពេលបងប្អូនចូលមកកាន់ទាំងសមកឃើញរៀងស្លោអេក្រង់ទៅនេះបន្តិចដោយសារអីអាហ្នឹងធ្លាប់អ៊ុតកញ្ចក់ណាបងប្អូនទាំងអស់គ្នាអញ្ចឹងហើយទៅវាស្លោកន្លែងហ្នឹងបន្តិចប៉ុន្តែវាមានជាផលរំខានអីទេបងប្អូនប្រើបានធម្មតាទាំងអស់តែម្ដង touch screen អីរលូន smooth ទៅមួយអែមអត់មានជាផលរំខានអីទេណាអញ្ចឹងជាមួយនឹងតម្លៃ A5s នេះ 120,000 បងប្អូនទាំងអស់គ្នាចាហើយបន្តទៀតនេះគឺតម្លៃ 120,000 ដូចគ្នាជាមួយនឹង Redmi C11 អាវ៉ានេះបងប្អូនធ្លាប់ដឹងហើយប្រភេទ Redmi គឺកាន់ថ្មខ្លាំងណាស់អញ្ចឹងមកជាមួយនឹងតម្លៃ 120,000 អ៊ីនធឺណិតអីមួយអែមដូចគ្នាតែម្ដងណាចាហើយបន្តទៀតនេះគឺយកមកជាមួយនឹង Oppo A31 សម្រាប់ A31 ពណ៌ខ្មៅនេះស្អាតភ្លឹងបងប្អូនទាំងអស់គ្នាបងប្អូនឃើញប្រឡាក់ហ្នឹងគឺសិតតែស្នាមកញ្ចៅដៃរបស់ខ្ញុំទេចាអូខេសម្រាប់ A31 នេះក៏មកជាមួយនឹងតម្លៃ 20,000 ណាតម្លៃ$50ឬស្មើនឹង 20,000 មានឈុតថែមឲ្យបងប្អូនទាំងអស់គ្នាផងដែរមានឆ្នាំងសាកស្រោមទូរស័ព្ទ screen អីដូចគ្នាទាំងអស់តែម្ដងកាមេរ៉ាគេអីច្បាស់មួយអែមណាបងប្អូនទាំងអស់គ្នាចាបន្ថែមពីកាមេរ៉ាច្បាស់ទៀតហ្នឹងជាមួយនឹងកម្លាំងម៉ាស៊ីនរបស់គេក៏ធំដែរណាបងប្អូនទាំងអស់គ្នាជាមួយនឹង Oppo A31 នេះគឺមកជាមួយនឹង RAM 8ក៏ដូចជា memory 256ផងដែរអាវ៉ាន់ version global ណាបងប្អូនទាំងអស់គ្នាចាដាក់ SIM សេវាពេញ internet 4G Wi-Fi អីដំណើរការរលូនទៅតែម្ដងកាមេរ៉ាក៏ច្បាស់ដែរណាតម្លៃ$50ឬស្មើនឹង 20,000 រៀលហើយមួយទៀតនេះគឺជាមួយនឹង Vivo Y12s សម្រាប់ Y12s នេះក៏ស្អាតភ្លឹងដូចគ្នាជាប់តែស្នាមកញ្ចៅដៃខ្ញុំទេអូខេគេមកជាមួយនឹងតម្លៃ 18,000 ឬស្មើនឹង$45សម្រាប់កាមេរ៉ារបស់គេរៀងស្ទើរបន្តិចណាបងប្អូនទាំងអស់គ្នាចាវាមិនមែនស្ទើរខ្លាំងទេមិនអាចទទួលយកបានអូខេហើយកាមេរ៉ាមុខរបស់គេដូចបង្ហាញជូនបងប្អូនអញ្ចឹងរៀងស្ទើរតិចតួចអញ្ចឹងហើយតម្លៃគេត្រឹមតែ 18,000 រៀលទេសម្រាប់ 18,000 នេះក៏បងប្អូនបានទៅជាឈុតផងដែរជាមួយនឹងកម្លាំងម៉ាស៊ីនរបស់គេក៏ធំដែរណាបងប្អូនទាំងអស់គ្នាហើយកម្លាំងម៉ាស៊ីនរបស់គេគឺមកជាមួយ RAM 6ក៏ដូចជា memory ទំហំ 128GB គឺធំតែម្ដងណាបងប្អូនយកទៅលេងហ្គេមឬទុកឯកសារអីបានច្រើនហើយចុងក្រោយសម្រាប់ថ្ងៃនេះគឺមកជាមួយនឹង Oppo A53 សម្រាប់ A53 នេះខ្ញុំបញ្ជាក់ជូនបងប្អូនបន្តិចជាអាវ៉ាន់សនំស៊ីនប៉េះតែម្ដងណាសម្បីតែថ្មអីក៏នៅស៊ីនសនំដើមដែរធ្លាប់តែអ៊ុតកញ្ចក់តាមមុខនឹងកត់ទេណាបងប្អូនទាំងអស់គ្នាអញ្ចឹងបងប្អូនចង់បានប្រភេទអាវ៉ាន់សនំស៊ីនអីអាចយកមួយនេះបានធ្លាប់អ៊ុតតែកញ្ចក់មុខទេកាមេរ៉ាគេអីច្បាស់ល្អណាបងប្អូនទាំងអស់គ្នាចាច្បាស់មុខច្បាស់ក្រោយមួយអែមតែម្ដងហើយកម្លាំងម៉ាស៊ីនគេអីក៏ធំដែរណាជាមួយនឹង A53 នេះចា Oppo A53 មកជាមួយ RAM 4ហើយបងប្អូនអាចបូកបន្ថែមបានទៀតជាមួយ memory វិញ 128GB អញ្ចឹងសម្រាប់អាវ៉ាន់នៅក្នុងថ្ងៃនេះគឺខ្ញុំបានបញ្ជាក់ជាមួយនឹងតម្លៃជូនបងប្អូនទាំងអស់គ្នារួចហើយអញ្ចឹងបើបងប្អូនស្រឡាញ់យកក៏ពេញចិត្តមួយណាអីអាចធ្វើការឆាតមកកាន់ Facebook ឬក៏ Telegram ដែលខ្ញុំបានដាក់នៅក្នុងវីដេអូនឹងស្រាប់ហើយបងប្អូនចង់មកមើលដល់ទីតាំងក៏បានទីតាំងនៅបាត់ដំបងផ្សារពុពុយនៅក្នុងផ្សារឬរកទីតាំងអត់ឃើញអីអាចឆាតសួរបានណាអរគុណ